យុរដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេកត្រូវក្រុមអាមាត្យនិងយោធាក្រឡុកឡើងបង្វិញប្រវត្តិសាស្ត្រហើយតើនរណាថាថៃមិនទទួលស្គាល់យុត្តាធិការរបស់ ICJ តាំងពីឆ្នាំ1960គត់មកម្ល៉េះ1នៅពេលតុលាការ ICJ សម្រេចឲ្យកម្ពុជាឆាក្តីនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962បានបង្គាប់ឲ្យប្រទេសថៃត្រូវមានកាតព្វកិច្ចដកកងកម្លាំងយោធាប៉ូលីសនិងឆ្មាំងដែលកំពុងឈរជើងនៅលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទដែលជាអធិបតេយ្យរបស់កម្ពុជាចេញទាំងអស់ដោយគ្មានលក្ខខណ្ឌហើយត្រូវប្រកល់វត្ថុបុរាណដែលបានលួចទៅនោះមកឲ្យខ្មែរវិញ2ដោយសារតែខ្លាចភាពអាម៉ាស់ថៃមិនចង់ដកកងទ័ពភ្លាមៗទេដោយបានសុំពន្យាពេលនៃការអនុវត្តតាមសេចក្តីសម្រេចរបស់ ICJ រហូតដល់ដើមខែកក្កដាឆ្នាំ1962ហើយដោយសារតែខ្លាចភាពអាម៉ាស់មេតបថៃបានបញ្ជាឲ្យដកកងទ័ពនិងទង់ជាតិរបស់ខ្លួនចេញពីលើប្រាសាទតាំងពីប្រលឹមស្រាងៗកុំឲ្យមានអ្នកអសែតចូលទៅផ្ដិតយករូបភាពដ៏អាម៉ាស់នេះ3យោងតាមធម្មនុញ្ញរបស់ UN និងលក្ខន្តិកៈរបស់តុលាការ ICJ បានចែងថាគ្រប់រដ្ឋទាំងអស់ដែលជាសមាជិករបស់ UN ត្រូវក្លាយទៅជារដ្ឋភាគីរបស់តុលាការ ICJ ដោយស្វ័យប្រវត្តិនិងត្រូវគោរពតាមធម្មនុញ្ញរបស់ UN និងការសម្រេចរបស់តុលាការ ICJ បើថៃមិនគោរពតាមធម្មនុញ្ញរបស់ UN និងមិនទទួលស្គាល់យុត្តាធិការរបស់ ICJ ទាល់តែថៃដកខ្លួនចេញពីសមាជិករបស់ UN 4តែសូមជនរួមជាតិខ្មែរទាំងអស់ក៏មានចិត្តពុះកញ្ជ្រោលនិងមានសេចក្តីរំពឹងខ្លាំងពេកព្រោះតុលាការ ICJ មានឆន្ទៈនិស្សិតរបស់ខ្លួនថាតើត្រូវទទួលយកសំណុំរឿងរបស់កម្ពុជាឬអត់តុលាការអាចទទួលអាចច្រានចោលអាចតម្កល់អាស្រ័យទៅលើការត្រួតពិនិត្យលើអង្គហេតុប្រវត្តិសាស្ត្រសន្ធិសញ្ញាកិច្ចព្រមព្រៀងផតតាងនិងសាក្សីជាច្រើន5តែទោះយ៉ាងណាក៏ដោយក៏កម្ពុជាបង្ហាញពីសុចរិតភាពឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីភាពថ្លៃថ្នូរក្នុងទំនាក់ទំនងអន្តរជាតិជាពិសេសបង្ហាញថាកម្ពុជាគឺជាមាសសុទ្ធមិនខ្លាចភ្លើងនោះទេ